vlog នេះអត់មានកម្រងថាចេញទេគ្រាន់តែថាចង់ថតលេងធ្វើ vlog លេងអីចឹងណាប៉ុន្តែពេលធ្វើទៅចេះតែនឹកឃើញរឿងរ៉ាវបាច់អូហូស្ទឹងចឹងស្ដាប់ទៅមានន័យណាយកមិញណាគេខ្លះបានតែមើល idol Vanda នៅ The Bay លើកដៃមើលនេះអឌីមិត្តភក្តិខ្ញុំ old friend កាលជំនាន់ដើរលេងបែប gang swag still គិតទៅ6ឆ្នាំមុនមកដល់ឥឡូវវា7ឆ្នាំហើយនេះមីមីគាត់មកពីប្រទេស Switzerland ខ្ញុំមកហ្នឹងគឺដោយសារតែគាត់ invite ហើយគាត់ទិញសបតាំងពីជំនាន់មុនពួកខ្ញុំនៅក្មេងៗឥឡូវមានកូនម្នាក់មួយម្នាក់ពីរហើយអ្នកសិតតែម៉ាមីទាំងអស់តែស្អាតខ្ជូតចឹងណាម៉ាមីទាំងអស់មីមីគាត់មកមួយឆ្នាំម្ដងហើយគាត់ចិត្តមករដូវកាលចូលឆ្នាំពេលគាត់មកគាត់ invite ខ្ញុំទៅ dinner ទៅ swimming គាត់មានកូនស្រីមួយហើយខ្ញុំអូនមួយដែរទៅហែលទឹកតែឆ្នាំហ្នឹងខ្ញុំរវល់ខ្ញុំអត់បានទៅហែលទឹកទេចឹងនេះដោយសារតែពេលយប់ខ្ញុំចេញពីធ្វើការខ្ញុំក៏បានឆ្លៀតមកការ performance របស់ Vanda នេះមានបាននិយាយសំណេះសំណាលគ្នាស្អីទេបើយើងនៅក្នុងនឹងថ្លង់សង្ឃឹមថាមុនពេលគាត់ទៅវិញចូលឆ្នាំហើយហ្នឹងអាចបានជួបគ្នានិយាយសំណេះសំណាលខ្លះម្ដងទៀតមីមីបើគិតទៅតាំងពីជំនាន់គាត់នៅខ្មែរហ្នឹងមកវា7 8ឆ្នាំដែរអរគុណណាមីមី that you always keep in touch it's good that we still have some friend even if we far but we still can catch up sometimes sit down sharing talking about life problem to Mimi if you are watching my video I'm sure you will understand a little bit from the last part of my video what I'm saying about anyway thank you for the friendship let's keep in touch and safe fly back love you អូបើនិយាយពីអឌីមិត្តភក្តិយូរហើយក៏មិនដែរនិយាយគ្នាអីដែរពេលខ្លះខ្ញុំ post note ដាក់ sticker set មុខយំអ្នកទាំងអស់គ្នាខ្ញុំអត់ងាយ post ចឹងតែខ្ញុំ post ចឹងគឺខ្ញុំអង្គុយយំមែនតើគាត់ reply note ខ្ញុំសួរគាត់អី friend what happened អីចឹងហើយយើងនេះក៏រៀបរាប់ទៅថាខ្ញុំកំពុងបាក់ទឹកចិត្តអត់សប្បាយចិត្តខ្ញុំអង្គុយយំក្នុងបន្ទប់ម្នាក់ឯងហើយក៏មានជាការលើកទឹកចិត្តលួងគ្នាតិចតួចហើយខ្ញុំនេះក៏ប្រកែកលួងគេដែរលើថាប្រកែកទ្រឹស្ដីប្រកែកលួងគេមិនប្រកាសថាប្រកែកលួងខ្លួនឯងដែរកំបិតមិនអាចចិត្តដងឯងបានទេគ្រាន់តែចង់និយាយថាទាំងហ្នឹងវាជាចំណុចទូចតាចទេប៉ុន្តែវាធ្វើឲ្យយើងចងចាំហើយធ្វើឲ្យយើងមានអារម្មណ៍រំភើបដោយសារតែរឿងទូចតាចហ្នឹងរាប់អានគ្នាមិនប្រកាសថាត្រូវតែជួបមុខគ្នានិយាយគ្នារាល់ថ្ងៃទេសម្រាប់ខ្ញុំអត់ជួយអីច្រើនក៏បានដែរឲ្យតែចេះនិយាយលើកទឹកចិត្តលួងទឹកចិត្តខ្ញុំខ្ញុំសប្បាយចិត្តខ្លាំងហ្មងហើយខ្ញុំនឹងចងចាំហើយខ្ញុំក៏ប្រកែកដែរអាលួងគេលើកទឹកចិត្តគេហ្នឹងខ្ញុំនិយាយនេះមិនសំដៅលើតាឌីម្នាក់ឯងអ្នកណាក៏ដោយដែលធ្លាប់លើកទឹកចិត្តខ្ញុំឲ្យកម្លាំងចិត្តខ្ញុំខ្ញុំចាំមិនដែលភ្លេចទេពេលខ្លះការលើកទឹកចិត្តយើងឲ្យកម្លាំងចិត្តយើងទិញទួចហ្នឹងវាធ្វើឲ្យគេដេកសប្បាយចិត្តដេករំភើបហើយគេចងចាំយើងដូចខ្ញុំចងចាំគេអញ្ចឹងរបៀបថាក្នុងចិត្តយើងវានៅតែមានពីអរគុណនៅក្នុងចិត្តយើងអញ្ចឹងទោះយើងមិននិយាយប្រាប់មុខគេក៏ដោយប៉ុន្តែយើងដឹងវាអញ្ចឹងពីព្រោះពាក្យសម្ដីលើកទឹកចិត្តការឲ្យកម្លាំងចិត្តហ្នឹងវាជាទឹកចិត្តល្អពីខាងក្នុងរបស់មនុស្សម្នាក់ដែលឲ្យយើងអញ្ចឹងហើយបានជាខ្ញុំសប្បាយចិត្តហើយខ្ញុំឲ្យតម្លៃខ្ញុំតែងតែចងចាំមនុស្សបែបហ្នឹងហើយខ្ញុំមិនដែលភ្លេចទេ